ចូលមកដល់ចំពោះវគ្គពីរបស់យើងវិញយើងក៏បានឃើញថាស៊ឺមីងរបស់យើងហ្នឹងគឺកំពុងតែដេកហើយកំពុងតែគិតថាមើលទៅកញ្ញាយុនលីនឹងអាចបំពេញបានឬអត់ប៉ុន្តែក៏មានពីណាគេគួរទ្វារបានធ្វើឲ្យស៊ឺមីងយើងក៏មានការឆ្ងល់ក៏បានឃើញថាខ្មោចនោះក៏បានទៅបើកទ្វារការពិតទៅគេជានាយកពេទ្យនៅទីនេះគឺនាងមើលទៅនេះគឺដើម្បីហៅចំពោះស៊ឺមីងរបស់យើងសម្រាប់ស៊ឺមីងរបស់យើងមិនដឹងថានាយកឯនៅទីនេះហៅខ្លួនគឺដើម្បីធ្វើអ្វីនោះទេតិចគឺចង់ចាប់ខ្លួនយកកូនទៅនេះអើយពិតជាពិបាកមែនទែនប៉ុន្តែគឺមានសារអ្វីលោតឡើងហើយបីជាគេគឺត្រូវតែរក្សាភាពស្ងៀមស្ងាត់គឺកុំឲ្យមានភាពខុសឆ្គងកន្លែងណាមួយឬដូច្នោះហើយនេះគឺជាជំនាញរបស់ស៊ឺមីងរបស់យើងដូច្នោះគេគឺជាមនុស្សដែលពូកែសម្ដែងនិយាយទៅគឺពូកែនិយាយជាពិសេសប្រាប់ថាខ្លួនគឺគ្មានគ្រឿងក្នុងនោះទេទោះបីជាចង់ធ្វើអ្វីជាមួយខ្លួនក៏មិនបានផងដែរនិយាយទៅប្រាប់ទាំងអស់តែម្ដងហើយបីជាខ្លួនគឺមិនអាចប្រើការបានទៀតនោះទេចាប់ពីពេលនេះតទៅសូម្បីតែស្នេហាក៏មិនអាចថានឹងមានទៀតផងដែរគ្រាន់តែឮដូច្នេះនាយកម្នាក់ហ្នឹងក៏មានការខឹងផងដែរហើយនាងក៏បានចាចេញពីទីនេះទៅដោយសារតែមើលទៅដូចជាគ្មានប្រយោជន៍អ្វីសោះអាមួយនេះវើយហើយបើជាខាតតែពេលរបស់នាងមែនគ្រាន់តែឮដូច្នេះស៊ឺមីងរបស់យើងប្រាប់ថាដូច្នេះចាំជួបគ្នាពេលក្រោយទៅហើយចាំខ្ញុំធ្វើជាមួយនឹងម្ហូបអាហារគឺដើម្បីលួងចិត្តនាងក៏បាននិយាយបន្តទៀតយ៉ាងណាក៏ដោយហើយបីជាវាមិនសំខាន់តទៀតនោះទេនាងក៏បានចាចេញពីទីនេះយ៉ាងណាក៏ដោយហើយបីជាស៊ឺមីងក៏បាននឹកឃើញអំពីបន្ទប់401អំពីក្មេងស្រីម្នាក់ដែលធ្វើការនៅទីនោះយ៉ាងមិនហើយនៅហើយបីជាខ្លួនក៏មានភារកិច្ចទៅទីនោះផងដែរគេក៏បានចាប់ដើររត់ទៅតាមម្ដងជាពិសេសគេក៏បានឡើងតាមជន់ដដែលធ្វើទៅវាពិតជាវែងប៉ុន្តែយ៉ាងណាក៏ដោយគេក៏បានរត់ជាន់ជាមួយនឹងស្បែកជើងអ្វីមួយហើយជាពិសេសយើងក៏បានឃើញជាមួយនឹងសំហាយអ្វីទេបាននិយាយអំពីក្រោយខ្នងរបស់ស៊ឺមីងរបស់យើងបានធ្វើឲ្យស៊ឺមីងរបស់យើងគឺចាប់ផ្ដើមមានអារម្មណ៍ថាស្រាវជាពិសេសគឺបានលៀនជាមួយអណ្ដាតដ៏វែងតែម្ដងបានធ្វើឲ្យស៊ឺមីងរបស់យើងកាន់តែភ័យគេកាន់តែដើរខ្មោចមួយនោះក៏បានដើរតាមគេពីក្រោយតែម្ដងជាពិសេសដៃគេនឹងគឺបានចាប់ផ្ដើមទៅប៉ះស្មារបស់ស៊ឺមីងរបស់យើងបាទទៅហើយឃើញដូច្នោះស៊ឺមីងក៏បានប្រើជាម្នឹងយន្តរបស់គេហើយបីជានាគឋានសួគ៌ដ៏អស្ចារ្យប៉ុន្តែគេមិនអាចប្រើបាននោះទេព្រោះថាត្រូវបានខ្មោចម្នាក់នោះចាប់ដៃគេបានបាទទៅហើយដូច្នោះគ្មានអ្វីក្រៅពីដាក់មេប្រូចនោះទេគេក៏បានរត់ចាស់ចេញពីទីនេះយ៉ាងលឿនតែម្ដងអូយសូមទេវតាជួយផងគុណព្រះគុណឪអើយគេក៏បានរត់មកដល់ទីកន្លែងណាមួយហើយបីជាមានអារម្មណ៍ថាពិតជាហត់មែនទែនប៉ុន្តែយ៉ាងណាក៏ដោយគេកំពុងតែឆ្ងល់ហើយអ្វីបែរជាខ្មោចមនុស្សបែរជាមកតាមខ្លួនជាពិសេសនៅជាន់នីមួយគឺបានឃើញជាមួយនឹងរូបរាងកាយរបស់ខ្មោចស្រីម្នាក់នោះហើយវាគឺកំពុងតែមានអ្វីមិនដែរឬទេបានធ្វើឲ្យចំពោះស៊ឹងមីងមានការឆ្ងល់ជាខ្លាំងប៉ុន្តែឥឡូវនេះខ្លួនគួរតែបំពេញភារកិច្ចរបស់គេសិនបានឃើញថាស៊ឹងមីងក៏បានមកដល់ចំពោះបន្ទប់401ក៏បានអានចំពោះលិខិតគេប្រាប់ថាមានចំពោះបរិសម្នាក់ដែលគាត់គឺជាមនុស្សដែលចូលចិត្តលេងរត់ពួនហើយគាត់គឺតែងតែលាក់ខ្លួននៅក្រោយវាំងនឿនហើយគាត់គឺជាមនុស្សដែលលេងមិនដែរធុញទ្រាន់នោះទេដូច្នោះអ្នកកុំបារម្ភហើយក៏គ្មានការគ្រោះថ្នាក់បានធ្វើឲ្យចំពោះស៊ឹងមីងរបស់យើងកាន់តែចាប់អារម្មណ៍គេគឺជាមនុស្សដែលចូលចិត្តលាក់ខ្លួនមិនដែរឬទេតែនេះគឺជាល្បែងដែលស្វែងរកមនុស្សចាស់ហើយបានឃើញថាស៊ឹងមីងរបស់យើងក៏បានចូលទៅកាន់បន្ទប់មួយនោះប៉ុន្តែគេមិនបានឃើញចំពោះមនុស្សឬក៏វាំងនឿនអ្វីឡើយហើយគេក៏បានក៏លេចមកខាងក្រៅយើងក៏បានឃើញថាកញ្ញាមនុស្សគឺរត់តែមានការភ័យខ្លាចមកកាន់ចំពោះស៊ឹងមីងបានធ្វើឲ្យចំពោះស៊ឹងមីងរបស់យើងគឺមានការឆ្ងល់បាត់ទៅហើយការពិតទៅនាងគឺដោយសារតែលោកតាចំណាម្នាក់នោះគឺជាមនុស្សចូលចិត្តលេងលាក់ខ្លួនប៉ុន្តែហើយបីជាពិតជាគួរឲ្យភ័យខ្លាចបានធ្វើឲ្យចំពោះស៊ឹងមីងគឺចាប់ផ្ដើមមានការឆ្ងល់តើវាមានរឿងអ្វីមិនដែរឬទេហើយបីជាគឺពិតជាការឆ្ងល់នាងក៏បានប្រាប់តែម្ដងទៅពេលវេលាក៏បានកម្មខាងពេលថយក្រោយនៅពេលដែលនាងកំពុងតែរកលោកតាចំណាំម្នាក់នោះហើយនាងក៏បានរកឃើញគាត់ជាលើកទី1ហើយបីជាបន្តពីបានរកឃើញ1វាបែរជាចេញ2បន្តពីរកឃើញ2វាបែរជាចេញ3ហើយនាងក៏បានចោលទៅកាន់វាំងនឿនមនុស្សបានឃើញជាមួយនៅមនុស្សដ៏ច្រើនតែម្ដងឲ្យទៅកាន់ចំពោះស៊ឹងមីងរបស់យើងមើលឥឡូវនេះនាងត្រូវការជំនួយចំពោះស៊ឹងមីងទោះបីជាឲ្យនាងខ្លាចជាទៅជាមិត្តស្រីរបស់ស៊ឹងមីងក៏នាងយល់ព្រមផងដែរបានធ្វើឲ្យស៊ឹងមីងរបស់យើងពិតជាគាំងជាខ្លាំងពីការនិយាយមួយនេះយ៉ាងណាក៏ដោយនេះស៊ឹងមីងប្រាប់ថាខ្លួនមើលទៅនេះគឺមិនដោយសារតែអ្នកនោះទេការពិតទៅដោយសារតែនាយកមន្ទីរពេទ្យម្នាក់ក៏បានបញ្ជាខ្លួនឲ្យមកបំពេញបេសកកម្មមួយនេះផងដែរដូច្នោះគុំនិយាយអ្វីឲ្យប្រៀបដែរសោះប៉ុន្តែនាងគឺបែរជារុញទៅកាន់ចំពោះស៊ឹងមីងរបស់យើងហើយបីជាបានធ្វើឲ្យស៊ឹងមីងមានការភ្ញាក់ផ្អើលជាពិសេសនាងក៏បានរត់ចោលស៊ឹងមីងរបស់យើងផងដែរចំណែកស៊ឹងមីងរបស់យើងគឺមិនសូវខ្វល់ពីនាងនោះទេបន្ទាប់មកគាត់ក៏បានប្រើជាមួយក្រដាសយន្តរបស់គាត់តាម
ម្ដងបើទៅឃើញថាមានជាមួយនឹងក្បាលបិសាចជាច្រើនតែម្ដងហើយបីជាវាដូចជាមួយនឹងបិសាចអ្វីទេដូចជាដំរីទឹកអញ្ចឹងហើយបីជាចាប់ដើមលំពណ៌ទៅកាន់ចំពោះស៊ឺមីងរបស់យើងដោយជាមួយនឹងទឹកមុខនឹងគឺពិតជាកំណាយតែម្ដងហើយបីដូចជាចង់ហាច់សាច់របស់ស៊ឺមីងរបស់យើងស៊ីប៉ុន្តែស៊ឺមីងគឺបានប្រែជាមួយនឹងយន្តរបស់គេអំណាចនៃធម្មពលអាក្រក់រួមដុំគ្នាហើយគឺបាននិយាយថាពួកឯងបើខ្លាំងចូលមកយើងក៏បានឃើញផងដែរថាបិសាចដំរីទឹកទាំងអស់នោះចាប់ដើមប្រយុទ្ធជាមួយនឹងស៊ឺមីងប៉ុន្តែត្រូវបានស៊ឺមីងរបស់យើងវាយអត់ដេកដួលអស់មួយបាត់ទៅហើយពួកវានៅតែបន្តមកស៊ឺមីងរបស់យើងនៅតែវាយប៉ុន្តែស៊ឺមីងក៏ត្រូវបានគេវាយឲ្យធ្លុះពោះទៀតជាពិសេសពួកវានៅតែបន្តមកបានធ្វើឲ្យស៊ឺមីងរបស់យើងកាន់តែខឹងពួកឯងបើខ្លាំងណាស់ចូលមកទាំងអស់មកយើងក៏បានឃើញផងដែរសំឡេងដែលពួកគេប្រយុទ្ធគ្នាគឺពិតជាខ្លាំងមែនទែនឃើញថារយៈពេលមួយសន្ទុះសោះស៊ឺមីងរបស់យើងចាប់កាយទៅកាន់ចំពោះបិសាចទាំងអស់នេះបានបាត់ទៅហើយបីជាគ្មានអ្វីពីបានទេប៉ុន្តែបានឃើញថាបិសាចមួយនោះគឺចាប់ដើមក្រឹកឡើងវិញម្ដងទៀតបាយធ្វើឲ្យស៊ឺមីងរបស់យើងគឺចាប់ដើមមានការភ្ញាក់ផ្អើលដែលខ្លួនគឺកំពុងតែគិតថាមើលទៅហើយបីជាវានឹងមានរឿងអ្វីចម្លែកហើយបីជាតើអ្វីទៅគឺជាការលាក់ខ្លួននៅពីក្រេព្រះច័ន្ទហើយអំពីការនិយាយរបស់នាយកនៅទីនេះហាមឲ្យពួកគេនៅពេលយប់ជាពិសេសពេលដេកកុំចេះតែដេកផ្ដេសផ្ដាយសោះត្រូវតែប្រុងប្រយ័ត្នជាមួយនឹងពន្លឺព្រះច័ន្ទបន្ទាប់ពីចាប់ដើមគិតជាមួយនឹងរឿងមួយនេះហើយហាក់បីជាស៊ឺមីងរបស់យើងចាប់ដើមដឹងបាត់ទៅហើយមើលទៅពួកឯងគិតថានឹងឯងប៉ះឯងបានមិនដែរទេស៊ឺមីងគិតអំពីពួកគេគឺចាប់ដើមបិទជាមួយនឹងវាំងនិនកុំឲ្យពន្លឺព្រះច័ន្ទចាំងមកកាន់ពួកគេបានឃើញថាបិសាចដំរីទឹកនោះក៏បានបាត់អស់ទៅបង្ហាញជាមួយលោកតាម្នាក់សើចសប្បាយរីករាយបន្ទាប់ពីការលេងដាក់ខ្លួនមួយនោះស៊ឺមីងក៏បានដើរទៅកាន់ប្រាប់គាត់ថាចាំស្អែកចាំលេងទៀតថ្ងៃនេះពួកយើងទៅសម្រាកគាត់ក៏បានយល់ព្រមជាមួយនឹងស៊ឺមីងហើយស៊ឺមីងក៏បានរត់ចាស់ចេញពីទីនេះគឺបានមកលាក់ខ្លួននៅទីកន្លែងនេះហើយបីជាភារកិច្ចមួយនេះពិតជាពិបាកហើយបីជាជាមួយនឹងពន្លឺព្រះច័ន្ទមួយទៀតតើពួកយើងគួរតែធ្វើយ៉ាងណាទៅឥឡូវនេះវាគឺពិតជាពិបាកដោះស្រាយជាខ្លាំងហើយប៉ុន្តែរឿងក៏បង្ហាញអំពីកញ្ញាម្នាក់នេះវិញយើងគឺបានឃើញថានាងគឺបានសុំជំនួយទៅកាន់ចំពោះស៊ឺមីងប៉ុន្តែនាងគឺត្រូវបានខ្មោចមួយនោះសម្លាប់បាត់ទៅហើយដោយស៊ឺមីងរបស់យើងក៏មិនអាចជួយបានផងដែរមើលទៅនាងគឺពិតជាងាប់ហើយគេក៏បានរត់ចាស់ចេញពីទីនោះក៏បានឃើញជាមួយនឹងដានឈាមផងដែរអូយមើលទៅពិតជាព្រឺព្រួយជាខ្លាំងអត់មានក្រៅពីអ្វីទេកាន់យន្តរបស់គេរត់ទៅកាត់បន្ទប់ពីរៃ3របស់គេវិញបន្ទាប់ពីបានចូលមកដល់ក្នុងបន្ទប់របស់គេហើយបីជាមានអារម្មណ៍ថាគឺពិតជាហត់ជាខ្លាំងអំពីការពេញចំពោះភារកិច្ចគេដូច្នោះក៏មានតែដេកហើយប្រាប់ចំពោះខ្មោចនោះថាបើសិនស្អែកចង់ញ៉ាំអីអាចសរសេរប្រាប់មកខ្ញុំបានគេក៏បានចាប់ផ្ដើមសរសេរឲ្យទៅកាន់ចំពោះស៊ឺមីងរបស់យើងមើលដោយវាគឺចង់បានជាមួយនឹងសាច់ឆៅបានធ្វើឲ្យចំពោះស៊ឺមីងរបស់យើងគឺពិតជាឆ្ងល់ការពិតទៅសាច់ឆៅនេះគាត់គឺទុកឲ្យចំពោះកូនប្រុសរបស់គាត់បានធ្វើឲ្យចំពោះស៊ឺមីងរបស់យើងគឺចាប់ផ្ដើមមានការឆ្ងល់ហើយអ្វីបើជាកូនប្រុសរបស់អ្នកគឺចង់ស៊ីសាច់ឆៅទៅវិញគាត់គឺបានប្រាប់ផងដែរនេះគឺជាការកូនរបស់គាត់នៅក្មេងនិយាយប្រាប់គាត់ថាចូលចិត្តញ៉ាំសាច់ឆៅហើយគាត់គឺតែងតែចងចាំហើយគាត់ក៏តែងតែរក្សាទុកជាមនុស្សសាច់មួយនេះទុកឲ្យកូនរបស់គាត់ជាប្រចាំផងដែរទោះបីជាវាធំខិនស្អីក៏ដោយប៉ុន្តែរឿងរបស់យើងក៏បានកម្មបន្តទៀតហើយបានបង្វែរមកដល់ខាងនេះវិញយើងក៏បានឃើញផងដែរថាមានជាមួយនឹងមនុស្សជាច្រើនតែម្ដងហើយយើងក៏បានឃើញថាស៊ឺមីងរបស់យើងនៅទីនោះជាពិសេសណាស់កញ្ញាយុនលីរបស់យើងគឺនៅទីនេះដែរហើយនាងក៏មានការអរគុណចំពោះស៊ឺមីងរបស់យើងបើគ្មានស៊ឺមីងនោះទេនាងប្រកាសជាពិបាកហើយស៊ឺមីងប្រាប់ថាអូមិនអីនោះទេហើយបីជាវាគ្រាន់តែជាការប៉ាន់ស្មានតែប៉ុណ្ណោះប៉ុន្តែកញ្ញាយុនលីនៅតែសរសើរអំពីតម្រុយរបស់ស៊ឺមីងរបស់យើងគឺពិតជាត្រឹមត្រូវបានធ្វើឲ្យស៊ឺមីងរបស់យើងក៏មានការសប្បាយចិត្តផងដែរនៅពេលដែលពួកគេកំពុងតែនិយាយគ្នាយើងក៏បានឃើញផងដែរថានាយកមន្ត្រីពេទ្យក៏បានដើរចេញមកហើយបីជាសរសើរថាពួកអស់ឯងនេះពិតជានៅមានជីវិតមែនប៉ុន្តែនាងក៏បានបញ្ចេញជាមួយនឹងភារកិច្ចរបស់ពួកគេបន្តទៀតហើយបីជាពិសេសនាងក៏បានប្រកល់ចំពោះអ្វីមួយឲ្យទៅកាន់ចំពោះស៊ឺមីងរបស់យើងផងដែរដោយសារតែស៊ឺមីងស្ម័គ្រចិត្តទៅកាន់បន្ទប់401បំពេញភារកិច្ចទទួលបានជោគជ័យហើយនាងក៏បានប្រកល់ចំពោះរង្វាន់ផងដែរស៊ឺមីងរបស់យើងក៏បានដើរទៅទទួលយកតែម្ដងយ៉ាងណាក៏ដោយនាងក៏បាននិយាយទៅកាន់ចំពោះស៊ឺមីងដោយនាងនឹងទៅជួបចំពោះស៊ឺមីងរបស់យើងម្ដងទៀតនៅយប់នេះបានធ្វើឲ្យ
ស៊ឺមីងរបស់យើងចាប់ផ្ដើមមានការភ័យប៉ុន្តែគេកំពុងតែឆ្ងល់ពីលុយដែលគេទទួលបានចំតានៅក្នុងពិភពហ្គេមនេះបំណងប្រាថ្នាក៏មានលុយផងដែរអាប៉ែលាវក៏បាននិយាយព្រឹត្តិការណ៍ចំពោះស៊ឺមីងតើនេះគឺជាលុយនៅក្នុងពិភពលោកខ្មោចហើយបីជានេះគឺពិតជាអាចទទួលបានជាមួយនឹងលុយមួយនេះមែនដែរឬទេបានធ្វើឲ្យចំពោះស៊ឺមីងរបស់យើងគឺពិតជាមានការឆ្ងល់គេក៏បានប្រាប់ផងដែរលុយមួយនោះគឺពិតជាមានតម្លៃខ្លាំងណាស់បានធ្វើឲ្យមនុស្សជាច្រើនសុខចិត្តសម្លាប់គ្នាដើម្បីទទួលបានជាមួយលុយមួយនេះហើយគាត់ក៏មានការឆ្ងល់ផងដែរហើយអ្វីបែរជាស៊ឺមីងរបស់យើងអាចទទួលបានជាមួយនឹងលុយមួយនេះដោយស៊ឺមីងគឺបានប្រាប់ថាខ្លួនទៅកាន់ចំពោះជាន់ទី4ដែលជាបន្ទប់401ហើយបីជាបន្ទាប់ពីបានពេញចំពោះភារកិច្ចរបស់គាត់រួចគាត់ក៏ទទួលបានជាមួយរង្វាន់តែម្ដងប៉ុន្តែអ្នកផ្សេងដែលនៅទីនោះចាប់ផ្ដើមមានការភ្ញាក់ផ្អើលដែលគាត់គឺបានបំពេញចំពោះភារកិច្ចជាពិសេសទាំងយប់តែម្ដងហើយក៏បានដឹងផងដែរថាលោកលាវគឺពិតជាចង់ដឹងអំពីតម្រុយមួយនេះក៏ចង់ឲ្យចំពោះស៊ឺមីងរបស់យើងជួយបង្ហាញទៅកាន់ពួកគេផងដែរអំពីតម្រុយដែលស៊ឺមីងរបស់យើងទទួលបានហើយជាពិសេសគាត់ក៏អាចនឹងប្រាប់ចំពោះតម្រុយពីអ្វីមួយទៅកាន់ពួកគេគាត់ក៏បានដឹងផងដែរថាពួកគេមកពីកាន់ទីក្រុងលីនហៃមែនដែរឬទេព្រោះថាអ្នកនរគ្នាសិតតែមកពីទីនោះបានធ្វើឲ្យចំពោះស៊ឺមីងរបស់យើងគឺបានចោលអារម្មណ៍ជាពិសេសជាមួយនឹងកញ្ញាយុនលីរបស់យើងផងដែរមើលទៅពួកគេសិតតែមកពីទីក្រុងលីនហៃហើយបីជាមនុស្សម្នាក់គឺសិតតែនិយាយជាមួយនឹងគ្នាអំពីទីក្រុងលីនហៃរបស់ពួកគេយ៉ាងណាក៏ដោយហើយបីជាស៊ឺមីងគឺបានប្រតិកម្មពួកគេបន្ទាប់មកគួរតែនិយាយមកកុំតែប៉ែខ្លាំងពេកអាប៉ែលាវប្រតិកម្មចំពោះស៊ឺមីងបើសិនជាអ្នកអាចប្រាប់អំពីតម្រុយមនុស្សបានពួកគេនឹងសុខចិត្តប្រកល់ចំពោះលុយឲ្យទៅកាន់ចំពោះស៊ឺមីងរបស់យើងផងដែរសូម្បីតែមនុស្សដែលនៅក្បែរនោះក៏បានយល់ព្រមប្រកល់ជាមួយនឹងប្រាក់មួយចំនួនឲ្យទៅកាន់ស៊ឺលីងបន្ទាប់ពីបានដូច្នោះឲ្យស៊ឺលីងមានការសប្បាយចិត្តជាខ្លាំងមិននឹកស្មានថាខ្លួនគឺពិតជាអាចទទួលបានជានឹងផលប្រយោជន៍ដ៏ច្រើនតែម្ដងដោយស៊ឺមីងនឹងប្រាប់ទៅកាន់ពួកគេនៅពេលដែលខ្លួនទទួលបានជាមួយតម្រុយមួយនោះចំណែករឿងរបស់យើងក៏បានកាប់បង្ហាញនៅពេលដែលស៊ឺមីងរបស់យើងនឹងគាត់គឺបានមកដល់ចំពោះមកដល់បន្ទប់404ដែលគឺជាបេសកកម្មរបស់គាត់បន្តទៀតហើយគាត់គឺកំពុងតែអានផងដែរហើយគឺបានដឹងផងដែរថាគឺមានចំពោះស្ត្រីម្នាក់ដែលនាងគឺជាមនុស្សដែលឆាប់ភ្លេចភ្លាំងប៉ុន្តែនាងគឺនៅតែចាំចំពោះកូនស្រីរបស់គាត់បានធ្វើឲ្យចំពោះស៊ឺមីងគឺចារអារម្មណ៍ផងដែរបន្ទាប់ពីគាត់បានបើកទ្វារចូលទៅគឺបានឃើញថាអ្នកជំងឺនៅទីនោះគឺចាប់ដើមច្របាច់កទៅកាន់ចំពោះស៊ឺមីងរបស់យើងដោយគាត់គឺកំពុងតែស្រែរើចំពោះកូនស្រីរបស់គាត់ដោយស៊ឺមីងរបស់យើងក៏កំពុងតែគិតស្វែងរកវិធីដោះស្រាយផងដែរហើយបីជាបើសិនតែអ្នកបន្តនេះទៀតច្បាស់ថាខ្មោចនឹងគឺពិតជាសម្លាប់គាត់ដោយខ្មោចនឹងនៅតែនិយាយថាកូនស្រីរបស់នាងណែណាបើសិនជាមិនប្រាប់នោះទេនាងនឹងសម្លាប់ទៅកាន់ចំពោះស៊ឺមីងចំណែកស៊ឺមីងរបស់យើងកំពុងតែគិតអូមែនហើយបីជានាងគឺជាមនុស្សដែលពូកែភ្លេចមិនដែរឬទេដោយស៊ឺមីងរបស់យើងក៏បានប្រាប់ថាម៉ាក់តាមម៉ាក់គឺបានភ្លេចខ្ញុំហើយមិនដែរឬទេខ្ញុំគឺជាកូនស្រីរបស់ម៉ាក់ណាគ្រាន់តែលើដូច្នោះគាត់គឺចាប់ដើមមានការភ្ញាក់ផ្អើលប៉ុន្តែស៊ឺលីងរបស់យើងចាប់ដើមសម្ដែងគឺខ្ញុំណាម៉ាក់ខ្ញុំមានឈ្មោះថាស៊ឺហ្វាងតែម៉ាក់គឺបានភ្លេចឈ្មោះខ្ញុំមែនហើយឬទេមើលទៅម៉ាក់គឺបានចុះស្រឡាញ់ខ្ញុំបាទទៅហើយប៉ុន្តែខ្មោចស្រីម៉ាក់នឹងបានប្រាប់ថាអត់ទេតើម៉ាក់អាចភ្លេចកូនស្រីរបស់ម៉ាក់ដោយរបៀបណាកុំយំអីស៊ឺហ្វាងហើយបីជាគាត់ក៏បានចាប់ដើមត្រឡប់មកកាន់សភាពដើមរបស់គាត់វិញហើយចំណែកស៊ឺមីងរបស់យើងក៏បានចាប់ដើមនិយាយជាមួយគាត់តែម្ដងនិយាយទៅនិយាយជាច្រើនតែម្ដងជាពិសេសនឹងប្រាប់ថាគាត់គឺបានផ្លាស់ប្ដូរជាមួយសម្លៀកបំពាក់ហើយជាពិសេសគាត់ចូលចិត្តធ្វើបែបនេះនិយាយទៅម៉ាក់កុំបារម្ភនេះហើយជាមូលហេតុដែលម៉ាក់មិនអាចមើលខ្ញុំស្គាល់ប៉ុន្តែហេតុអ្វីថ្ងៃហ្នឹងម៉ាក់ប្រហែលជាកាច់នឹងចង់ធ្វើបាបខ្ញុំម្លេះយ៉ាងណាក៏ដោយគាត់ប្រាប់ថាអូមកពីកំហុសម៉ាក់ហើយបីជាម៉ាក់មានអារម្មណ៍ថាមើលអត់ច្បាស់ដឹងថាគេជាកូនកុំអីម៉ាក់ក៏មិនបើកការវិភាគដូច្នោះផងដែរយ៉ាងណាក៏ដោយគាត់ក៏បានប្រតិកម្មចំពោះស៊ឺមីងរបស់យើងដោយប្រាប់ថាអ្នកមើលថែនៅទីនេះគឺមិនមែនជាមនុស្សល្អនោះទេបានធ្វើឲ្យចំពោះស៊ឺមីងគឺពិតជាមានការឆ្ងល់គាត់បានប្រាប់ថាពួកគេសិតតែជាមនុស្សបងប្រាស់ដោយគាត់បាននិយាយថាពួកគេតែងតែវាយដំចំពោះអ្នកជំងឺជាពិសេសមិនដែលផ្ដល់អាហារឲ្យនោះទេហើយពួកគេតែងតែយកថ្នាំអ្វីទេបែរជាយកមកចាក់ចំពោះមនុស្សចាស់នៅទីនេះដើម្បីសម្លាប់ចោលតែម្ដងហើយបីជាវាពិតជាគួរឲ្យខួខើមែនទែនរឿងនេះបានធ្វើឲ្យចំពោះស៊ឺមីងរបស់យើងកាន់តែសង្ស័យពីដំណាក់កាលមួយទៀតហើយពួកគេមិនមែនមើលថែនោះទេប៉ុន្តែពួកគេបែរជាចង់សម្លាប់មនុស្សទៅវិញដោយលោកយាយម្នាក់នឹងប្រតិកម្មចំពោះស៊ឺមីងថាតើកូនអាចនាំម៉ាក់ចាស់ចេញមកពីបន្ទីពេទ្យម្នេះបានឬទេព្រោះថាឥឡូវនេះគាត់គឺលែងឈប់ភ្លេចភ្លាំងទៀតហើយប៉ុន្តែស៊ឺមីងបានត
ទៅវិញថាម៉ាក់កុំបារម្ភអីបន្ទាប់ពីខ្លួនបានដោះស្រាយរឿងមួយចំនួនខ្លួននឹងយកអ្នកទៅផ្ទះវិញលើដូច្នោះគាត់គឺពិតជាមានការរីករាយជាខ្លាំងចំណែករឿងក៏បង្ហាញនៅពេលដែលនាយកម្នាក់នឹងគឺបានមកជួបចំពោះសឿមីងរបស់យើងម្ដងទៀតហើយដែលនាងក៏មានចំពោះបេសកកម្មអ្វីមួយផងដែរឲ្យចំពោះសឿមីងរបស់យើងទៅយកចំពោះរបស់របរមួយចំនួនសឿមីងរបស់យើងក៏បានយល់ព្រមហើយនាងក៏បានដែរចាក់ចែងអំពីសឿមីងរបស់យើងបានទៅប៉ុន្តែកំណត់របស់នាងបានគិតថាសឿមីងរបស់យើងនឹងស្លាប់នៅពេលនេះបានកាប់មកខាងនេះវិញហើយយើងបានឃើញចំពោះអ្នកដឹកជញ្ជូនដែលគាត់បានយកចំពោះវត្ថុអ្វីមួយយកមកដាក់ទុកនៅទីនេះហាក់បីជាក៏បានឃើញថាសឿមីងក៏មកយកអីវ៉ាន់គាត់ផងដែរហើយក៏បានសួរទៅកាន់បរិសម្នាក់នឹងតែខ្លួនគឺដូចជាមិនដែលឃើញចំពោះអពាក់ម្នាក់នឹងសោះហើយក៏ចង់ដឹងថានៅក្នុងឡាំងនោះគឺមានអ្វីប៉ុន្តែគាត់គឺមិនបានប្រតិកម្មចំពោះសឿមីងរបស់យើងនោះទេយ៉ាងណាក៏ដោយសឿមីងរបស់យើងក៏បានហាមគាត់ឲ្យឈប់ព្រោះថាគាត់គឺពិតជាចង់បានជាមួយនឹងព័ត៌មានមួយចំនួនប៉ុន្តែពេលនឹងនៅតែនិយាយថាមានស្អីឲ្យជាថ្លៃដោះដូរឬអត់ប៉ុន្តែហាក់បីជាសឿមីងរបស់យើងគ្មាននោះទេបានធ្វើឲ្យគាត់គឺចាប់ផ្ដើមមានអារម្មណ៍ថាចេះដុំបាយទៅហើយប៉ុន្តែគ្រាន់តែទទួលបានលុយដែលសឿមីងរបស់យើងបានឲ្យភ្លាមគឺចាប់ផ្ដើមប្រែជាមួយចរិតរបស់គាត់ទន់ភ្លន់តែម្ដងហើយវាក៏បានហុចបរិយឲ្យទៅកាន់សឿមីងលោកបងចង់ជួបបរិយអត់ប៉ុន្តែសឿមីងរបស់យើងតបទៅវិញថាអត់ទេបើអត់ជួបបរិយទេជួបបរិយគឺខុសសួតយ៉ាងណាក៏ដោយបងគ្រាន់តែចង់ដឹងរឿងមួយចំនួនតែប៉ុណ្ណោះវាក៏បានប្រាប់តែម្ដងទៅតើលោកបងគឺចង់ដឹងអំពីនៅក្នុងប្រអប់មួយនឹងមែនដែរឬទេសឿមីងប្រាប់ថាមែនហើយវាក៏បានប្រាប់បន្តផងដែរអញ្ចឹងចាំខ្ញុំប្រាប់បងទៅចុះវាគឺគ្មានអ្វីនោះទេវាគ្រាន់តែជាថ្នាំមួយគេងមួយចំនួនតែប៉ុណ្ណោះបានធ្វើឲ្យចំពោះសឿមីងគឺពិតជាការឆ្ងល់គេក៏បានជាបន្តទៀតផងដែរហើយប្រាប់ថាមនុស្សចាស់ដែលនៅក្នុងមន្ទីរពេទ្យនេះពួកគេមិនសូវស្ដាប់បង្គាប់ពិតជារញ៉េរញ៉ៃដូច្នោះពួកគេត្រូវតែប្រើជីវិតថ្នាំងងុយគេងទើបអាចធ្វើឲ្យពួកគេអាចគេងលក់បានប៉ុន្តែសឿមីងបានគិតនៅក្នុងចិត្តបើតាមការនិយាយស្ដីបានអ្នកជំងឺនៅក្នុងបន្ទប់204ហើយបីជាការចាត់ថ្នាំមួយនេះគឺជាការសម្លាប់មនុស្សតើវាមានអ្វីឲ្យយល់ច្រឡំពិតប្រាកដទៅបានធ្វើឲ្យសឿមីងរបស់យើងចាប់ផ្ដើមមានការសង្ស័យចំណែកពេលហ្នឹងក៏បានជាបន្តទៀតហើយបីជាលោកបងដូចជាមិនមែនមនុស្សដែលអ្នកនៅទីនេះទេតើបងជាមនុស្សទើបតែមកមែនដែរឬទេសឿមីងរបស់យើងគឺមិនប្រកាន់នោះទេមែនហើយយ៉ាងណាក៏ដោយគេក៏នៅតែប្រាប់ផងដែរថាហើយបីជាលោកបងគឺត្រូវតែប្រុងប្រយ័ត្នរឿងមួយចំនួនផ្សេងទៀតខ្ញុំអាចប្រាប់បាននោះទេប៉ុន្តែត្រូវបានសឿមីងរបស់យើងដកលុយថែមទៀតបើចង់បានយកទៀតអត់វាក៏បានយល់ព្រមព្រោះថាលុយអាចទិញអ្វីគ្រប់យ៉ាងបើលោកបងចង់ដឹងរឿងសម្ងាត់វានឹងប្រាប់គ្រប់យ៉ាងតែម្ដងវាក៏បានប្រាប់ផងដែរអំពីក្មេងស្រីម្នាក់ដែលបានមកធ្វើការនៅទីនេះហើយបីជានាងគឺជាកូនកំព្រាប៉ុន្តែនាងក៏បានសម្រេចចិត្តមកធ្វើការនៅទីនេះដើម្បីរកប្រាក់ខែមួយចំនួនដើម្បីចិញ្ចឹមម្ដាយរបស់នាងហើយម្ដាយរបស់នាងកំពុងតែឈឺមិនដំបូងនឹងដំណើរការនៃការមើលថែរបស់នាងពិតជាល្អប៉ុន្តែបន្ទាប់ពីបានដឹងថាម្ដាយរបស់នាងគឺត្រូវបានស្លាប់ជាពិសេសបំណែករាងកាយរបស់នាងត្រូវបានគេដាក់តាមជណ្ដើរហើយគឺពិតជាអារម្មណ៍រីពេញនឹងតែម្ដងហើយក្មេងស្រីម្នាក់នោះគឺពិតជាមានការតស្លុតលូតជាប់ពីលាគីតែម្ដងចំណែកសឿមីងរបស់យើងក៏បាននិយាយបន្តតាមម្ដាយរបស់នាងអ្នកណាគេសម្លាប់ទៅរឿងនេះសម្រាប់គាត់គឺមិនដឹងនោះទេព្រោះថាគាត់គ្រាន់តែជាអ្នកដឹកជញ្ជូនតែប៉ុណ្ណោះប៉ុន្តែសម្រាប់សឿមីងរបស់យើងគឺបានប្រាប់ថាប៉ុណ្ណឹងគឺវាពិតជាល្អហើយព្រោះថាវាគ្មានតម្រុយណាល្អដូចជាតម្រុយមួយនេះនោះទេជាពិសេសហ្នឹងអាប៉ែហ្នឹងក៏បានប្រគល់អ្វីមួយទេឲ្យទៅកាន់ចំពោះសឿមីងព្រោះថាវត្ថុនេះពិតជាអាចការពារបានហើយយើងក៏បានឃើញផងដែរថាសឿមីងរបស់យើងមកដល់កន្លែងកម្មចិនដើមម្ដងទៀតហើយមើលទៅអញត្រូវតែរត់ឲ្យលឿនឲ្យបានបើមិនដូចជ្រុលទេខ្មោចនឹងគឺពិតជាមកតាមអញជាពិសេសក៏បានអុចជាមួយទៀនមួយនេះហើយជាក៏បានរត់យកតែម្ដងទៅព្រោះថាខ្លាចពេកប៉ុន្តែយើងក៏បានឃើញថាជើងមួយនោះក៏បានកំពុងតែដើរឡើងតាមចិនដើមផងដែរប៉ុន្តែសឿមីងរបស់យើងមិនខ្លាចនោះទេហើយខ្លួនមានជាមួយនឹងទៀនមួយនេះគ្រាន់តែការបញ្ចេញជាមួយនឹងពន្លឺនោះវាក៏បានរត់ចាក់ចេញបាត់ទៅហើយខ្មៅខ្លាំងក៏បាត់ទឹកអន់សោះហើយសឿមីងរបស់យើងក៏បានមកមើលចំពោះធុងមួយនេះផងដែរព្រោះថាវាប្រឡាក់ពោពេញទៅដោយឈាមបន្ទាប់ពីសឿមីងរបស់យើងបានបើកមើលគឺចាប់ផ្ដើមមានការភ្ញាក់ផ្អើលតែម្ដងមើលទៅគឺជាក្មេងស្រីម្នាក់នោះដែលត្រូវបានគេយកមកបោះចោលនៅទីនេះយ៉ាងណាក៏ដោយហើយបីជាគឺជាកម្មផលរបស់ពួកគេហើយយើងក៏បានឃើញផងដែរថាសឿមីងក៏បានឡើងមកដល់បន្ទប់501ផងដែរដើម្បីយកឲ្យចំពោះនាយកមន្ទីរពេទ្យនៅទីនេះតែម្ដងប៉ុន្តែយើងបានឃើញថានាយកនឹងចេញមកគឺពិតជាមានការភ័យខ្លាចបានធ្វើ
ឲ្យសឹងមីងរបស់យើងគឺមានការភ្ញាក់ផ្អើលយ៉ាងណាក៏ដោយនាងប្រាថ្នាកាន់ចំពោះសឹងមីងដើរមកតាមនាងមកដើម្បីយកបានមនុស្សដាក់ចុះសឹងមីងរបស់យើងក៏បានយល់ព្រមបន្ទាប់ពីមកដល់កន្លែងណាមួយនាងក៏បានដកអ្វីទេឲ្យទៅកាន់ចំពោះសឹងមីងបានធ្វើឲ្យសឹងមីងរបស់យើងគឺពិតជាមានការភ័យខ្លាចហើយបីជាកញ្ញាម្នាក់គឺចង់សម្លាប់ទៅកាន់សឹងមីងរបស់យើងកុំគិតថានឹងអាចចាស់ចេញពីទីនេះដោយសឹងមីងរបស់យើងគឺមិនខ្លាចនោះទេបញ្ចេញជាមួយនឹងយន្តវិញ្ញាណអាក្រក់របស់ខ្លួនដើម្បីទប់ទល់ជាពិសេសក៏បានកិច្ចអំពីការវិវហាររបស់កញ្ញាម្នាក់ផងដែរនាងក៏បានសរសើរពីសឹងមីងគឺពិតជាអស្ចារ្យដែលអាចគេចផុតប៉ុន្តែលើនេះសឹងមីងរបស់យើងគឺនៅតែបានប្រើជាមួយនឹងក្រដាសយន្តរបស់គាត់បន្តដើម្បីទប់ទល់ជាមួយនឹងខ្មោចម្នាក់នឹងប៉ុន្តែបានឃើញថាសឹងមីងគឺបានរត់បាត់ទៅហើយម៉ែអើយអាណាវាយឈ្នះទេបើខ្លាំងយ៉ាងនេះគេត្រូវតែរត់ចាស់ចេញពីទីនេះឲ្យបានប៉ុន្តែមានអារម្មណ៍ថាមកដល់ទីនេះម្ដេចក៏គ្មានវាំងននដើម្បីបិទជាមួយពន្លឺព្រះច័ន្ទអញ្ចឹងតើខ្ញុំគឺត្រូវចាញ់នៅទីនេះមែនដែរឬទេយើងក៏បានឃើញផងដែរថាខ្មោចម្នាក់នឹងគឺបានមកដល់ក្រៃខ្នងរបស់សឹងមីងនាងនិយាយថាតើអូនឯងចង់រត់ទៅណាគិតថានឹងឯងចាក់ចេញពីកំណាប់ដៃចែបានមិនដែរឬទេនិយាយទៅនាងគឺពិតជាកំណាចជាខ្លាំងនាងក៏បានវិបហាទៅកាន់ចំពោះសឹងមីងរបស់យើងប៉ុន្តែត្រូវបានសឹងមីងរបស់យើងបញ្ឆោតមានឆ្កែពីក្រៃខ្នងដាក់មកដៃហើយក៏បានរត់ចាក់ចេញពីទីនេះអូយគុណពុកគុណឪហើយជួយកូនផងប៉ុន្តែនាងនៅតែដេញតាមចំពោះសឹងមីងរបស់យើងដដែលមើលទៅគឺពិតជាគួរភ័យខ្លាចមែនតើប៉ុន្តែបានឃើញថាសឹងមីងក៏បានចូលទៅកាន់បន្ទប់501ហើយបីជាខ្មោចម្នាក់នឹងដូចជាមិនចង់ឲ្យសឹងមីងរបស់យើងចូលនោះទេប៉ុន្តែសឹងមីងគឺបានឲ្យម្រាមកណ្ដាលបាត់ទៅហើយវាក់យូបេហើយក៏បានបិទទ្វារមួយនេះបាត់ទៅបន្ទាប់មកពីបានចូលមកកាន់បន្ទប់មួយនេះហើយសឹងមីងក៏មានការឆ្ងល់ផងដែរតើវាគឺជាអ្វីឲ្យប្រកាសស្រាប់តែក៏បានឃើញថានៅវិជាការចងចាំនៃយុវតីពេទ្យម្នាក់នេះហើយបីជារឿងក៏បានបង្ហាញមកកាន់ពួកយើងឲ្យដឹងពីអតីតកាលផងដែរដោយមូលហេតុនៃម្ដាយរបស់នាងស្លាប់ជាពិសេសក៏បានឃើញថានៅពេលដែលម្ដាយរបស់នាងឈឺហ្នឹងនាងក៏បានទៅដើរខ្ចីលុយគេគ្រប់ទិសទីប៉ុន្តែមិនត្រូវឲ្យខ្ចីនោះទេនាងគឺមានការ stress ជាខ្លាំងដូចជាមនុស្សឈួតសតិបាទៅហើយក៏គ្មានលុយមួយចំនួនណាដែលអាចជាបាទៅកម្មម្ដាយរបស់នាងបានផងដែរដោយនាងគ្មានជំរើសទៀតនោះទេក៏បានសម្លាប់ម្ដាយរបស់នាងចោលបាត់ទៅអញ្ចឹងអ្នកនរគ្នាអាចដឹងបាត់ហើយថាម្ដាយរបស់នាងស្លាប់គឺដោយសារតែនាងខ្លួនឯងគឺជាអ្នកសម្លាប់តែប៉ុណ្ណោះបន្ទាប់ពីបានឃើញដូច្នោះបានធ្វើឲ្យសឹងមីងរបស់យើងមានការភ្ញាក់ផ្អើលដូច្នោះមានន័យថាគឺជានាងដែលជាឃាតករសម្រាប់ម្ដាយរបស់ខ្លួនឯងហើយក៏បានកាត់សាកសពម្ដាយរបស់ខ្លួនឯងដាក់តាមកម្មចិន្តាផងដែរគឺបានធ្វើឲ្យចំពោះសឹងមីងរបស់យើងគឺចាប់ផ្ដើមមានការតក់ស្លុតហើយក៏ចាប់ផ្ដើមមានការសង្ស័យបន្តិចផងដែរ